សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រៀនអ្នកទាំងអស់គ្នារបៀបឆែកវីសានៅពេលដែលយើងចេញជូនធ្លាក់ឈ្មោះពីក្រសួងកូរ៉េយើងចង់ដឹងថាវីសាយើងតើគាត់បានស្នើឲ្យឬនៅឬក៏រៀបចំដល់ណាហើយនឹងយើងរបៀបឆែកឥឡូវយើងចូលមកក្នុង Google មកហើយយើងវាយពាក្យថាវីសាកូរ៉េ portal ខ្ញុំអត់សូវប៉ុណ្ណាអង់គ្លេសខុសត្រូវគុំមកកាន់យើងវាយពាក្យបែបហ្នឹងមកបន្ទាប់មកអ្នកបើសិនជាអ្នកទាំងអស់គ្នាអត់មាន Google មានជ្រោមមានស្អីក៏បានដែរឲ្យតែ browser យើងអាចប្រើបានយើងវាយពាក្យតែ Korean Visa Portal បន្ទាប់មកយើងអូសមកក្រោមនេះអ្នកទាំងអស់គ្នាឃើញកន្លែងនេះចាំខ្ញុំគង់វងហើយបន្ទាប់ពីយើងបានឃើញកន្លែងនេះយើង scroll មកខាងក្រោមមកយើងរកពាក្យថានេះខ្ញុំគង់វងហើយបន្ទាប់មកយើង scroll មកខាងក្រោមទៀតយើងឃើញមានកន្លែង3ដែលគេឲ្យយើងបំពេញហ្នឹងកន្លែងទី1កន្លែងនេះគឺយើងបញ្ចូលលេខ passport ហ្នឹងហើយអ្នកគ្នាបញ្ចូលលេខ passport របស់អ្នកទាំងអស់គ្នាមកខ្ញុំសូមបិទកន្លែងហ្នឹងហើយដោយសារកុំឲ្យឃើញលេខ passport ហើយកន្លែងនេះគឺថ្ងៃខែឆ្នាំកំណើតបំពេញតាមថ្ងៃខែឆ្នាំកំណើតនៅក្នុង passport របស់យើងមកហើយកន្លែងនេះឈ្មោះរបស់យើងឈ្មោះអក្សរឡាតាំងក៏បំពេញតាម passport ដែរបំពេញខុសក៏វាយអត់ចេញដែរអញ្ចឹងត្រូវបំពេញតាម passport បន្ទាប់មកយើងជីកពាក្យ research មកប្រកាសជាឃើញហើយនៅខាងក្រោមនេះគឺតកែយើងបានស្នើវីសាយើងកាលពីថ្ងៃទីប្រហែលហើយខាងក្រសួងគេបានយល់ព្រមនៅ